នេះហាក់គឺជាលើកទី1ដែលខ្ញុំបានលើកថាមាន buffet ផ្កាប្លែកខ្លាំងហ្មងហើយខ្ញុំក៏ចង់ដឹងថា buffet ផ្កានេះគេធ្វើបែបម៉េចទៅសួស្តីអ្នកនរគ្នាខ្ញុំគឹមជីថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាទៅ buffet ផ្កានៅ The Bloom ចង់ដឹងថា buffet ផ្កាបែបណាតោះទៅមើលជាមួយខ្ញុំទាំងអស់គ្នាដល់បានមកហាងផ្ទាល់អញ្ចឹងបានដឹងថាអូតាមពិតតែគាត់ដាក់តាំងផ្កាជាធោអញ្ចឹងសោះហើយឲ្យយើងជឿរើសផ្កាតាមចិត្តយើងឆ្លាញ់ផ្កាមួយណាយើងរើសតាមនឹងទៅហើយយើងយកទៅឌីក័ខ្លួនឯងការដែលខ្ញុំចង់ធ្វើម៉ូតានថ្ងៃហ្នឹងគឺនេះការឈូកចាអញ្ចឹងការឈូកគឺនៅខាងនេះតែចឹងខ្ញុំមើលម៉ូតាមសិនមកបាច់ហ្នឹងគឺមិនមែនមានតែការឈុកទេនៅមានពីរមុខទៀតតែអាហ្នឹងចាំខ្ញុំបង្ហាញអ្នកនរតាមក្រោយស្លឹកនេះវាស្តៀងគេដាក់ចូលជាមួយគ្នាអញ្ចឹងណាស្លឹកនេះយើងយកប្រហែលជា5ចាត្រូវការជំនួយhelp ចាអរគុណច្រើនបងតែយើងបានគួរយកពណ៌ផ្កាឈូកឬក៏យកពណ៌សគឺថាយើងពណ៌ផ្កាឈូកមានបៃតងមានអីចូលពណ៌សហ្មងប្រហែលជាស៊ីជាងពាក់អៀមនេះហើយមិនមែនចង់ភៅទេណាអត់មានទៅធ្វើម្ហូបធ្វើអីណាដេកផ្កាចាមិញគាត់ប្រាប់ថាឲ្យរើសផ្កាណាដែលយើងគាត់ថាវាស្អាតជាងគេហ្នឹងដាក់ជាមែននៅកណ្ដាលអញ្ចឹងណាតែយើងចាប់ផ្ដើមគុំផ្កាចូលគ្នាដបងមានអារម្មណ៍អូយអីចឹងដូចអត់ចូលគ្នាសោះតែតពេលធ្វើយូរទៅយើងដាក់លឿនថាពី3មុខឲ្យគ្រប់គ្រឿងគេចូលគ្នាអញ្ចឹងណាបានមានអីគ្រាន់មើលខ្លះហើយខ្ញុំហ៊ុនស្កុតផងអីផងព្រោះខ្លាចផ្កាជ្រុះចេញគ្នាអស់80-90% ឲ្យដឹងព្រោះតើហុំស្កុតវារៀងនឹងតិចហើយយើងខ្ចប់กระดาษហើយអញ្ចឹងខ្ចប់กระดาษមួយទៀតយើងហើយពេលខ្ចប់กระดาษហ្នឹងខ្ញុំគឺអត់ចេះខ្ចប់តែខ្ចប់ហើយប្រហែលជាបងគាត់មើលឃើញថាតឹងធុងពេកខ្ចប់ខុសអីហ្នឹងណាគាត់មកជួយខ្ចប់ខ្ញុំហ្មងទៅតែដែរមានសម្រាប់របស់គេទៅនេះទៅដាក់กระดาษแล้วអីវាថាចេញ final នេះទៅអញ្ចឹងអត់តចោលវាច្រឡំผมស្គត់ឲ្យយើងដាក់បងបន្ថែមទៀតសម្រាប់ខ្ញុំមក buffet ផ្កាគឺប្លែកខ្លាំងហ្មងហើយ buffet ផ្កានេះគឺយើងអាចរើសផ្កាដោយខ្លួនឯងដេកខ្លួនឯងចាគឺធ្វើខ្លួនឯងមកចប់តែម្ដងហើយយើងអាចធ្វើជាកាដូសម្រាប់មនុស្សទីស្រឡាញ់យើងអីក៏បានដែរតែបើសិនជាអត់ទេធ្វើសម្រាប់ខ្លួនឯងដូចខ្ញុំក៏បានដែរអញ្ចឹងជាចុងក្រោយខ្ញុំមានតែប៉ុណ្្នឹងទេជួបជាមួយខ្ញុំគឹមឈីនៅវីដេអូក្រោយបាយ